ងហៀដាក់បានប៉ុន្មានខ្ញុំជូនហៀថតអូខេអញ្ចឹងខ្ញុំនឹងចែកមួយសម្រាប់ឲ្យលុយមួយសម្រាប់ឲ្យមាសសម្រាប់ឲ្យវីដេអូនៅក្នុងនេះអ្នកទាំងអស់គ្នា like share follow page របស់គាត់មកហើយយើងនឹងចែកឲ្យក្នុងនឹង Hello អ្នកទាំងអស់គ្នាឥឡូវនេះគឺហ៊ានីតូបានមកដល់សិប្បកម្មខ្មែរ Heritage ហើយចាមើលសម្លៀកបំពាក់ហ៊ាថ្ងៃនេះមានឃើញអីប្លែកទេអ្នកទាំងអស់គ្នាហ៊ាមានអារម្មណ៍ដែរបានស្លៀកឈុតហ្នឹងមានអារម្មណ៍ថាដូចមួយយាយអញ្ចឹងដូចមួយយាយអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាគិតមើលថ្ងៃនេះគឺខ្ញុំនឹង make up ជូនហ៊ាប្រែកាយហ៊ាទៅជាស្រីស្អាតឬក៏មួយយាយចាំមើលអ្នកទាំងអស់គ្នាបន្ទាប់មកគឺ challenge របស់យើងថ្ងៃនេះហ៊ានឹងត្រូវចុះទៅសិប្បកម្មដើម្បីផលិតជាមួយនឹងសាប៊ូ scrub កាហ្វេដែលតដៃដាក់រង្វាន់មាសក៏ដូចជារង្វាន់លុយពេលដែលផលិតហើយគឺហ៊ាចង់យកទៅចែកជូន fan ឬក៏ហ៊ាយកទៅធ្វើសិប្បកម្មអីក៏បានដែរគឺយកសំណពរឡើយហ្នឹងគឺដឹងតែហ៊ាផលិតបានមិនខ្ញុំជូនហ៊ាប៉ុណ្ណឹងអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចណា follow like share comment ក្នុងវីដេអូនេះសាប៊ូដែលហ៊ាផលិតដាក់មាសដាក់លុយបានទាំងប្រមាណគឺហ៊ានឹងចែកជូនទៅអ្នកដែលកំពុងមើលវីដេអូនេះអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងបានប្រែកាយ make up ជូនហ៊ារួចរាល់ហើយអូយមើលមិនដែរខ្ញុំបន្តគាត់បានមើលកញ្ចក់ណាអ្នកទាំងអស់គ្នាគឺបង្ហាញឲ្យបងប្អូនអ្នកគ្នាមើលមុនអូយអ្នកទាំងគ្នាគាត់ពេញចិត្តអត់ទេឥឡូវហ៊ាដល់វាបើកអី3 2 1មិនដែរហ៊ាគាត់បើជិងស៊ីងប៉ុណ្ណាអូគាត់បើជិងស៊ីងអត់អីចឹងគាត់ថាយកជាមួយអត់ពេលនេះគឺថាសមមួយហ៊ាខ្លាំងមែនតើអ្នកនរគ្នាមិនដែរខ្ញុំកែរើសអត់ទេចាកែរើសខ្លាំងណាស់អូខេអញ្ចឹងឥឡូវគឺបន្ទាប់ពីតែងខ្លួនជូនហ៊ាហើយគឺយើងចាប់ផ្ដើមនាំហ៊ាទៅកន្លែងផលិតសាប៊ូ scrub កាហ្វេរបស់យើងហ៊ាញ័រតិចគ្រួហ៊ាចាស់ញ័រខ្លាំងហ៊ាញ័រខាងកាហ្វេញ័រអូយពួកនឹងញាក់យើងពាក់សម្រាប់ឲ្យក្អៅដើម្បីឲ្យយើងចូលទៅវាស្អាតឥឡូវទៅទៀតមកយើងត្រូវការទៅផលិតនៅលើសាប៊ូពាក់នេះទៀតយាយតូមកអ៊ីតូពាក់បែបនេះអ្នកទាំងអស់គ្នាឥឡូវនេះគឺហ៊ាបានមកដល់សិប្បកម្មខ្មែរ Heritage ហើយកំពុងតែត្រៀមផលិតជាមួយនឹងសាប៊ូ scrub កាហ្វេចែកជូនទៅដល់ fan ទាំងអស់គ្នាផ្ទាល់តែម្ដងអញ្ចឹងឥឡូវគឺហ៊ាជាអ្នកចាក់ចូលពុំអ៊ុយញ័រដល់ហ៊ាចាក់ឲ្យបាទហ៊ាចាប់ដាក់មាសចូលអ្នកនរគ្នាមើលមាសវ៉ាវដាក់មាសចែក fan តែម្ដងអូខេតាហ៊ាអញ្ចឹងឥឡូវយាយតូសុំចាប់ដើមចាក់ណាចាមកយាយនេះតូចាប់ដើមចាក់ណាអូខេអូយចាប់មកដល់គេចាក់នឹងស្អាតអីចង់ដឹងថាណាគេមានសំណាងបានជាមួយនឹងសាប៊ូ scrub កាហ្វេដែលហ៊ានីតូផលិតផ្ទាល់ណាអ្នកទាំងអស់គ្នាផលិតផ្ទាល់ឲ្យដាក់មាសដាក់លុយចែកជូនfan មើលវីដេអូនេះតែម្ដងអ្នកនរគ្នាមើលចាគឺសន្លឹកមាសប៉ិតតែម្ដងហ៊ានីតូចាប់ដាក់ឯណាពីលើមកអូវ៉ាវមែនតើហ្មងអូ my god មានអ្នកណាគេបាននៅលើសាប៊ូដុំនេះបានឈ្នះមាសទៀតសំណាងខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាពេលដោះខ្លួនរួចកុំភ្លេចមើលផងមានស្រួលមាសជុំមាសញ័រដៃអូយមានតែគេដាក់មាសនៅក្នុងសាប៊ូអ្នកទាំងគ្នាចង់បន្ទាប់ពីយើងចាក់មាសហើយរងចាំឲ្យសាប៊ូរបស់យើងកកដើម្បីហ៊ាគាត់បកសាប៊ូចេញពីពុម្ពយកទៅវិចចាប់ចែកដល់គ្នាក៏ពីរងចាំអស់រយៈពេលជាយូរអ្នកនរគ្នាឥឡូវនេះគឺសាប៊ូ scrub កាហ្វេរបស់យើងបានកកមកពុម្ពហើយអញ្ចឹងឥឡូវគឺហ៊ាគាត់នឹងធ្វើការបកជាមួយនឹងសាប៊ូមាសនេះយកទៅវិចចាប់ចែកជូនប៉ែននៅក្នុងនឹងមានជាមាសសម្រាប់ឲ្យស្លាកអញ្ចឹងណាគេក៏នឹងបានទទួលនឹងបានចំណេញខ្លាំងមែនតើហ្មងអូយសាប៊ូគាត់ចេញមកឡើងស្អាតខ្លាំងមែនតើហ្មងអានេះបានដោះហើយធ្វើឲ្យស្បែកគេឡើងភ្លឺចាស់ហ្មងចាអាយុ70ឆ្នាំដល់ក៏នៅចេញមកឡើងភ្លឺបានតែសាប៊ូដោះហើយបានតែមាសទៀតមិនធំតែប៉ុណ្្នឹងណាទៀតគឺខ្ញុំនឹង challenge ឲ្យហ៊ាចាប់ដាក់ប្រអប់សាប៊ូដាក់លុយចូលក្នុងរយៈពេល30 second គេដាក់បានចែកបែបទាំងអស់វ៉ាឈ្នះមាសហើយឈ្នះលុយទៀតអែនអត់សូវបានសាប៊ូដុំដែលជាប្រកខ្មែរយើងកាហ្វេដែលយើងយកឲ្យមក scrub បានភ្លឺខ្លួនទៀតអូយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺខ្ញុំនឹង challenge ឲ្យហ៊ាចាប់សាប៊ូក្នុងរយៈពេល30វិនាទីបើសិនជាហ៊ាចាប់បានប្រមាណដាក់លុយចូលបានប្រមាណប្រអប់គឺទាំងអស់ហ្នឹងខ្ញុំជូនហ៊ាទុកសម្រាប់ចែកជូន fan តែម្ដងវ៉ាវគាត់បានសាប៊ូហើយគាត់បានលុយហើយគាត់បានមាសហើយហ៊ាសម្រាប់ចូល concert បានបុណ្យទៀតចាហ៊ាដូចលើហើយនោះអត់ទេអូយខ្លាំងមែនតើបញ្ជាក់ថាក្នុងប្រអប់សាប៊ូទាំងអស់ហ្នឹងគឺត្រូវតែមានលុយគ្រប់ប្រអប់មិនមែនដាក់តែសាប៊ូណាហ៊ា30វិនាទីហ្នឹងណាហ៊ាត្រូវដាក់លុយចូលទាំងអស់អូខេមកប្រអប់ដាក់លុយមើលប្រអប់ដាក់លុយមើលអូខេ1 2 3 start អូយជំនាញមួយទៅចង់ភ័យយកខ្លួនទៅចូល fan ស៊ូហ៊ាដើម្បី fan អូយអ្នកទាំងអស់គ្នាគឺថាហ៊ាឡើងអូនេះអារម្មណ៍តែហ៊ាលេចភ្លេចញ័រអាហ៊ាខ្ញុំថាឃើញទៅញ័រអូសាប់ដាក់6សាច់ខ្ញុំអូយយើងជួយដាក់អូយសាច់ខ្ញុំបាទអូយ
បានបងជួយទៀតបាន6 បាន6អ្នកទាំងអស់គ្នាចា មានទាំងលុយមានទាំងសាប៊ូទៀតសំខាន់សាប៊ូនឹងល្អមែនតើហ្មងអញ្ចឹងអ្នកទាំងអស់គ្នាជួយ follow បងធីមតាណាមកអែនហ៊ាននឹងចែកឲ្យមានទាំងលុយទាំងមាសទៀតអូ ចាអញ្ចឹងសរុបគឺបានមានមាស6ប្រអប់ជាមួយនឹងមានលុយ6ប្រអប់គឺ12ប្រអប់មានវ៉ាន់ក្នុងនោះទាំងអស់អ្នកទាំងអស់គ្នាហ៊ានចង់ផ្ដាំឲ្យថាអត់មានអ្វីដែលសំខាន់ជាងថាខ្មែរជួយខ្មែរអញ្ចឹងហើយសម្រាប់ឲ្យបងធីមតាណាក៏បានចូលរួមដើម្បីជួយធ្វើសប្បុរសធម៌ជូនទៅគុណធម៌គាត់ទិញ6សវត្តអ្នកទាំងអស់គ្នាទឹកលុយច្រើនមែនតើហើយ666ច្រើនមែនតើហ្មងអានបូកជាមួយគាត់ជូនសាប៊ូដែលជាផលិតផលរបស់ខ្មែរយើងព្រោះគាត់ផ្ទាល់ដែលគាត់ផលិតជាសិប្បកម្មនៅស្រុកខ្មែរហ្មងអញ្ចឹងសំខាន់មែនតើដើម្បីឲ្យយើងលើកទឹកចិត្តនិងលើកនៅលើជាតិរបស់យើងត្រូវតែជួយគ្រប់គ្រងនៅលើផលិតផលខ្មែរអញ្ចឹងសាប៊ូហ្នឹងយើងអាចទិញហើយធូរថ្លៃហើយជួយឲ្យយើងស្បែកសហើយឈ្នះបានលុយទៀតឈ្នះបានមាសទៀតធ្វើបុណ្យទៀតអញ្ចឹងអត់មានអីទេដែលក្រៅពីជួយគ្រប់គ្រងគាត់ម្នាក់មួយ follow ហើយ and មកជិនជាមួយផលិតផលខ្មែរយើងហើយទៅសិប្បកម្មរបស់គាត់ពិតជាស្អាតមែនតើគាត់មានដាក់ PU flooring ទាំងអស់គ្នាមកពាក់កៅអៅសម្រាប់ឲ្យសុវត្ថិភាពនិងឲ្យមានគុណភាពនៅក្នុងហ្នឹង and មើលឃើញថាដែកធុង inox អីទាំងអស់អញ្ចឹងការផលិតកម្មរបស់គាត់ហ្នឹងពិតជាសុវត្ថិភាពនិងស្អាតខ្លាំងមែនតើនិងមានស្តង់ដារទាំងហៀបមក70ឆ្នាំក៏ត្រូវការធ្វើម៉េចដើម្បីឲ្យខ្លួនឯងហ្នឹងត្រឹមត្រូវមុនដែលយើងចូលមកជួយផលិតផលនៅជាមួយចាអរគុណច្រើនហៀអរគុណចង់បងប្អូនទាំងអស់គ្នាដែលបាន follow page ហើយ like share វីដេអូនេះកុំភ្លេច comment នៅខាងក្រោមដើម្បីឈ្នះបានសាប៊ូ scrub កាហ្វេមានមាសមានលុយដែលផលិតវេចខ្ចប់ដោយដៃហ៊ានីតូតតែម្ដងអែមសំខាន់ជាងគេហ៊ានមិនចង់បានទៅនៅលើលុយហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាបាននៅលើផលិតផលដែលល្អហើយបូកជាមួយជួយគ្រប់គ្រងផលិតផលខ្មែរនិងបានឈ្នះនៅលើទឹកលុយនិងមាសថែមទៀតអញ្ចឹងកុំភ្លេចជួយ follow បងធីមតាណាមួយអរគុណ Follow bye bye